ទីនេះ Newsbox ព័ត៌មានពិតទាន់ហេតុការណ៍សម្រាប់លោកអ្នកមីស៊ីល Iskander រុស្ស៊ីវាយប្រហារមីស៊ីល HIMARS របស់អ៊ុយក្រែននៅក្នុងតំបន់ Dnipropetrovsk ប្រភពពី RT ថ្ងៃទី17 ខែវិច្ឆិកាឆ្នាំ2025កងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារដោយជោគជ័យទៅលើជើងទម្របាញ់មីស៊ីលរបស់អ៊ុយក្រែនចំនួន3គ្រឿងរួមទាំងប្រព័ន្ធកាំភ្លើងធំបាញ់គ្រាប់រ៉ុកែតចល័តកម្រិតខ្ពស់ HIMARS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកផងដែរនេះបើតាមការឲ្យដឹងរបស់ក្រសួងការពារជាតិទីក្រុងមូស្គូដោយបានបញ្ចេញវីដេអូនៃផលប៉ះពាល់នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យក្រសួងបាននិយាយថាប្រព័ន្ធមីស៊ីលប្លង់រយៈចម្ងាយខ្លី Iskander M របស់រុស្ស៊ីដែលមានការគាំទ្រដោយយន្តហោះគ្មានមនុស្សបើកឈ្លបយកការបានវាយប្រហារលើប្រព័ន្ធមីស៊ីលចល័តការពីឆ្នេរសមុទ្រនេបទូនរបស់អ៊ុយក្រែនចំនួន2គ្រឿងនិងប្រព័ន្ធ HIMARS 1គ្រឿងនៅក្នុងតំបន់ Dnipropetrovsk របស់អ៊ុយក្រែនវីដេអូដែលថតពីទីខ្ពស់បានបង្ហាញពីយានជំនិះដែលស្ទើរតែមើលមិនឃើញដែលស្ថិតនៅក្នុងកណ្ដាលវាលស្រែមីស៊ីល Iskander មួយគ្រាប់ដែលមានរយៈចម្ងាយ500គីឡូម៉ែត្រនិងក្បាលគ្រាប់មានទម្ងន់រហូតដល់700គីឡូក្រាមបានបាញ់ចំឧបករណ៍យោធាអ៊ុយក្រែនផ្ទាល់តែម្ដងបង្កឲ្យមានការផ្ទុះដ៏ធំរលកឆក់អាចមើលឃើញនិងអណ្ដាតភ្លើងឡើងខ្ពស់ប្រព័ន្ធ HIMARS ដែលត្រូវបានផ្គត់ផ្គង់ដល់អ៊ុយក្រែនដោយទីក្រុងវ៉ាស៊ីនតោនតាំងពីខែមិថុនាឆ្នាំ2022អាចបាញ់មីស៊ីលនាំផ្លូវដែលមានរយៈចម្ងាយប្រហែល80គីឡូម៉ែត្រហើយនៅក្នុងកំណែមួយចំនួនអាចបាញ់រ៉ុកែតរយៈចម្ងាយឆ្ងាយរហូតដល់150គីឡូម៉ែត្រប្រព័ន្ធនេះបានបំពេញចន្លោះប្រហោងដ៏សំខាន់មួយនៅក្នុងឃ្លាំងអាវុធរបស់អ៊ុយក្រែនហើយត្រូវបានប្រើប្រាស់ក្នុងឱកាសជាច្រើនសម្រាប់ការវាយប្រហារលើជនស៊ីវិលរុស្ស៊ីមីស៊ីលនេបទូនដែលអភិវឌ្ឍដោយខ្លួនឯងរបស់អ៊ុយក្រែនត្រូវបានរចនាឡើងដំបូងដើម្បីកំណត់គោលដៅនាវាផ្ទៃទឹកហើយមានរយៈចម្ងាយរហូតដល់280គីឡូម៉ែត្ររុស្ស៊ីបានថ្កោលទោសការដឹកជញ្ជូនអាវុធរបស់លោកខាងលិចទៅកាន់អ៊ុយក្រែនដោយបានលើកហេតុផលថាពួកវាគ្រាន់តែអូសបន្លាយជម្លោះប៉ុណ្ណោះដោយមិនអាចផ្លាស់ប្តូរលទ្ធផលបានឡើយ